រកសួស្តីទៅដល់អ្នកទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំណាចិនរុតថ្ងៃនេះដែរខ្ញុំមានប្រមាណចំណុចដើម្បីមកចែកជូនទៅដល់បងប្អូនដែលកំពុងតែត្រៀមខ្លួនក្នុងការប្រឡងបាក់ឌុបនៅថ្ងៃខាងមុខនឹងឈានមកដល់ឥឡូវយើងចូលមកដល់ប្រធានបទរបស់យើងតើតើទៅនឹងតើត្រៀមខ្លួនមកយើងដើម្បីឲ្យការប្រឡងមួយធ្វើឲ្យបានល្អតាមពិតការប្រឡងមួយធ្វើបានល្អក៏អាស្រ័យទៅលើអ្វីដែលយើងធ្លាប់ធ្វើពីមុនអ្វីដែលយើងបានចេះដឹងពីមុនក៏ផងដែរតែអ្វីដែលសំខាន់បំផុតតើនៅក្នុងស្ថានភាពមួយនោះយើងបែរជាមានអារម្មណ៍ភ័យខ្លាចឬក៏ឬជាព្រួយបារម្ភចំពោះវិញ្ញាសាមិនដែរសារតែការមុនប្រឡងខ្ញុំមានអារម្មណ៍ថាភ័យខ្ញុំអត់ដឹងថាខ្ញុំធ្វើបានឬក៏អត់ទេតែអ្វីដែលខ្ញុំអាចធ្វើបាននៅពេលដែលខ្ញុំទៅដល់មណ្ឌលប្រឡងគឺខ្ញុំស្វែងរកមនុស្សដែលខ្ញុំអាចនិយាយមួយពួកគាត់បានមានន័យថាគាត់អាចផ្ដល់លក្ខខណ្ឌមួយឲ្យយើងទៅជែកវែកញែកដូចជាសួរអំពីបទពិសោធន៍របស់គាត់ខ្លះៗក្នុងការគាត់នៅរៀនគាត់ធ្វើមិនតើមកដល់ឥឡូវគាត់ត្រៀមលក្ខណៈមិនដែរអញ្ចឹងនៅពេលដែលយើងកាន់តែមានបង្កើតភាពស្និទ្ធស្នាលជាមួយនឹងពួកគាត់ឲ្យបានច្រើនអាចនិយាយលេងជាមួយនឹងពួកគាត់ឲ្យបានច្រើនសួរអំពីចំណេះដឹងដែលគាត់រៀននិងធ្វើពីមុនយើងក៏ទទួលបាននៅអារម្មណ៍មួយថាយើងមានភាពកក់ក្ដៅយើងចាប់ផ្ដើមមានមនុស្សស្គាល់អញ្ចឹងនៅពេលដល់ម៉ោងប្រឡងឬក៏ចាប់ផ្ដើមចូលដល់ប្រឡងភ្លាមយើងចាប់ផ្ដើមមានអារម្មណ៍ថាពួកគាត់សិតតែមនុស្សដែលយើងធ្លាប់និយាយជាមួយហើយយើងមានអារម្មណ៍ថាសិតអ្នកស្និទ្ធស្នាលតែម្ដងទោះបីជារយៈពេល2ថ្ងៃប្រឡងក៏ដោយបើសិនជាយើងចេះបង្កើននៅភាពស្និទ្ធស្នាលជាមួយនឹងពួកគាត់បង្កើននៅការតំណែងមានន័យថាប្រស័យតាក់ទងគ្នាមុនប្រឡងយើងសួរអំពីអ្វីដែលយើងចង់ដឹងយើងប្រឹក្សាយោបល់គ្នាទៅវិញទៅមកខ្ញុំជឿថាអ្នកទាំងអស់គ្នាលែងមានអារម្មណ៍មួយតែភ័យហើយដោយសារយើងគិតថាអ្នកជុំវិញខ្លួនរបស់យើងសតតែមនុស្សដែលយើងស្គាល់យើងធ្លាប់ពិភាក្សានឹងនិយាយលេងជាមួយនឹងពួកគាត់អញ្ចឹងនៅពេលនោះអ្នកទាំងអស់គ្នាលែងភ័យហើយខ្ញុំក៏ធ្វើបែបហ្នឹងដែរនៅពេលដែលខ្ញុំទៅប្រឡងហើយខ្ញុំធ្វើវាបានមែនគឺខ្ញុំនិយាយលេងសើចសម្បីតែមនុស្សអត់ស្គាល់គ្នាក៏យើងមានអារម្មណ៍ថាចាប់ទុកដូចគាត់ជាមិត្តភក្តិអញ្ចឹងទោះបីយើងទៅស្គាល់គាត់មួយថ្ងៃពីរថ្ងៃក៏ដោយដោយសារតែយើងធ្វើអញ្ចឹងដើម្បីបង្កើនអារម្មណ៍មួយថាឲ្យមានភាពកក់ក្ដៅក្នុងការប្រឡងអញ្ចឹងបានយើងអាចធ្វើវាបាន